មេកាន់តែក្តៅអាដុំឡហានគួយនេះគឺលក់មិនចាញ់អាដុំតម្លៃម៉ានេះបងដុំតម្លៃរត់តែស្តុកឲ្យភ្ញៀវអត់បានទេដល់ឥឡូវដុំឡហានគួយនេះគឺលក់ដាច់បច្ចេកមួយដុំតម្លៃតែម្ដងយកមកស្ងោរឆ្នៃលាយជាមួយនឹងផ្លែមៀនស្ងួតបែបនេះបងទាំងអស់គ្នារសជាតិចាញ់មកឆ្ងាញ់មួយបែបទៀតហើយញ៉ាំរួចត្រជាក់ក្នុងបងធ្វើដាក់ទូទឹកកកអញ្ចឹងទុកឲ្យកូនញ៉ាំអែមខ្លាំងតែម្ដងហើយសម្រាប់របៀបធ្វើរបស់គេវិញគឺងាយមែនតើចំណាយពេលតែ4-10នាទីធ្វើចៃកូនញ៉ាំបានមកផ្ទះហើយខ្លះសេទូទឹកកកញ៉ាំបាន4-5ថ្ងៃសម្រាប់ខ្ញុំធ្វើថ្ងៃនេះខ្ញុំដាក់ទឹកចំនួន3លីត្រហើយដាក់លឹកតើយចូលមួយដុំបន្ទាប់ពីទឹកពុះចាប់ផ្ដើមដាក់ជាមួយនឹងដុំឡហានគួយចូលដុំឡហានគួយមកប្រអប់វាមានមកប្រទេសហ្នឹងវាមាន10គ្រាប់ណា10គ្រាប់ដូចដុំស៊ុបខ្នុរយើងអញ្ចឹងខ្ញុំធ្វើការដាក់ទឹក3លីត្រនេះខ្ញុំដាក់ដុំឡហានគួយចូលចំនួន6ដុំ6ដុំហ្នឹងគឺក្លិនឈ្ងុយរសជាតិឆ្ងាញ់បានអត្ថប្រយោជន៍ពីវាច្រើនណាបើសិនជាគេធ្វើលក់អីគេអាចធ្វើរៀងស្រាយើងនឹងគាត់ថាយើងធ្វើញ៉ាំខ្លួនឯងយើងធ្វើមកឆ្ងាញ់មកអស់ដៃបងប្អូនទាំងអស់គ្នាខ្ញុំដាក់ដុំឡហានគួយចូលចំនួន6ដុំនៅក្នុងហ្នឹងវាមានរសជាតិផ្អែមឡែមស្រាប់ប៉ុន្តែស្ករហ្នឹងវាអាចរៀងស្ទើព្រោះទឹកច្រើនដែរ3លីត្រចឹងណាអញ្ចឹងបងទាំងអស់គ្នាត្រូវបន្ថែមស្ករក្រាមតិចហើយមានគ្រីមបងចង់ដាក់បន្ថែមដូចខ្ញុំក៏បានអត់ដាក់ក៏បានដែរនេះខ្ញុំបន្ថែមស្ករក្រាមប៉ុណ្ណឹងគឺអូខេរួចរាល់ជាការស្រេចរសជាតិគឺផ្អែមឡំមកល្មមឆ្ងាញ់ហើយយកច្រកដបដាក់ក្លាសេទូទឹកកកទៅញ៉ាំទៅជាតិខ្លាំងតែម្ដងបងអើយហើយរបៀបធ្វើយើងមានតែប៉ុណ្្នឹងទេដាំវាឲ្យតែពុះរលាយស្ករអស់មានវារៀងរីកទៅបិទហ្គាសទុកឲ្យត្រជាក់ច្រកដបទៅជាការស្រេចហើយបងអាចដាក់ទឹកកកឲ្យដួសវាដាក់ចូលក្នុងទឹកកកនឹងកូរញ៉ាំភ្លាមក៏បានដាក់ក្លាសេទឹកកកឲ្យត្រជាក់ក៏បានដែរធ្វើដាក់ទូទុកអញ្ចឹងថ្ងៃណាយើងក្តៅយើងហត់យើងតាហាក់យើងស្រេកទឹកអីយើងយកមកដបមកដាក់លើកដាច់ផត់អញ្ចឹងទៅត្រជាក់ខាងក្នុងហើយមានថាមពលធ្វើការបន្តទៀតអានេះរបៀបញ៉ាំវាញ៉ាំបានច្រើនវិធីហើយបើម្យ៉ាងទៀតបងប្អូនខ្ជិលអត់មានពេលវេលាស្ងោរម្ដងច្រើនអញ្ចឹងបងប្អូនដាំតែទឹកក្តៅនឹងកសៀវទឹកក្តៅអគ្គិសនីយើងដាក់តែឲ្យពុះមកចាក់ចូលកែវដាក់ចូលកែវចិត្តពេញមួយកែវអញ្ចឹងមកដាក់អានឹងតម្លាក់ចូលតែម្ដុំចាំឲ្យវារលាអស់បងប្អូនអាចយកមកញ៉ាំបានហើយញ៉ាំបែបក្តៅអញ្ចឹងក៏បានយកដាក់ទឹកកកបន្ថែមចូលកូញ៉ាំក៏បានដែរអានឹងវិធីញ៉ាំគឺវាមានច្រើនវិធីតែបើស្ងោរដាក់មានគ្រីមដាក់អីហើយដាក់ទឹកកកដាក់អីដូចខ្ញុំមិញហ្នឹងអានឹងគឺអាចយកទៅធ្វើលក់បានហ្មងអញ្ចឹងបងដែលមានហាងកាហ្វេហាងបាយមានទូលក់ភេសជ្ជៈលក់អីស្រាប់បន្ថែមម៉នុយមួយមុខនេះចូលទៅក្នុងហាងទៅដឹងធានាឲ្យដឹងតែលក់ដាច់ព្រោះអីគេចូលចិត្តញ៉ាំគេស្គាល់ច្រើនណាបងព្រោះអានឹងវាមានតាំងពីបរមបុរាណមកហើយជនជាតិចិនចូលចិត្តញ៉ាំអាដុំឡហានគួយដុំត្រជាក់ហ្នឹងគេមានជាប់ផ្ទះរហូតអញ្ចឹងណានេះបន្ថែមទឹកកកចូលទៅគឺញ៉ាំបានអានឹងមិនបាច់បន្ថែមស្ករព្រោះយើងដាក់ទឹកតិចតែបើយើងស្ងោរម្ដងច្រើនដូចមិញតបន្ថែមស្ករក្រាមតិចរសជាតិផ្អែមបងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តទៅចង់ធ្វើលក់យើងដាក់ទឹករៀងច្រើនអីយើងដាក់បន្ថែមស្ករភ្លក់រសជាតិមកល្មមតាមនឹងទៅបងអាចយកទៅឆ្នៃប្រកាន់ចំណូលបានទេបងអញ្ចឹងត្រូវការកំងជាមួយនឹងដុំឡហានគួយឯងបងឆាតចូលពេកណាធានាតម្លៃឲ្យបងយកដុំតម្លៃកាន់តែធួបងទាំងអស់គ្នាត្រូវការវ៉ាន់ផ្សេងបងអាចចូលមើលក្នុងពេករបស់ខ្ញុំបាន